stress ធ្វើឲ្យមនុស្សខូចសុខភាពខ្លាំងជាងគេខ្លាំងជាងមេរោគគីមីឬមួយក៏ការលំបាកផ្សេងមកចូលគ្នាទៀតហើយមានពេលខ្លះ stress ហ្នឹងមនុស្សអត់ដឹងខ្លួនហើយមានពេលខ្លះទៀតគាត់មិនទទួលស្គាល់ថាគាត់ stress ប៉ុន្តែវាបង្កជំងឺច្រើនដូចថាឲ្យតែមាន stress គឺមានផលប៉ះពាល់ទៅលើរាងកាយយើងតាំងពីក្បាលអស់ចុងជើងហើយវាអាចបង្កជំងឺគ្រប់យ៉ាងទាំងអស់ទាំងជំងឺឈឺកាពះពោះវៀនទាំងជំងឺឈឺក្បាលជំងឺគេងអត់លក់ថប់ដង្ហើមឬមួយក៏យើងអាចដល់ថ្នាក់កាំងបេះដូង stroke ខួរក្បាលឬក៏កើតមហារីកទៀតក៏មានដែរអញ្ចឹងក្នុងបទពិសោធន៍របស់ខ្ញុំដែលមានពេលខ្លះអ្នកជំងឺគាត់មិនទទួលស្គាល់ថាគាត់កើត stress នោះច្រើនជាងគេបង្អស់ពិបាកមើលជាងគេបង្អស់ហ្នឹងគឺមនុស្សដែលមិនរស់នៅក្នុងបច្ចុប្បន្នកាលមានន័យថាមួយថ្ងៃគាត់ចំណាយពេលវេលាគិតអំពីរឿងអតីតកាលដែលធ្វើឲ្យគាត់ឈឺចាប់ដែលធ្វើឲ្យគាត់សោកស្ដាយហើយមួយទៀតគាត់សម័យគិតតែពីអនាគតដែលអាក្រក់ថាអាចនឹងកើតមានប៉ុន្តែវាអត់ទាន់កើតមានទេអញ្ចឹងពេលហ្នឹងដើម្បីឲ្យគេព្យាបាលគាត់ជាគឺទី1គាត់ត្រូវតែបិទភ្នែកដកដង្ហើមវែងទប់ដង្ហើមហើយដកដង្ហើមចេញយឺតហើយហៅខ្លួនឯងត្រឡប់មកវិញថាកុំឲ្យគិតផុងខ្លួននៅក្នុងអតីតកាលដែលវាកែអីឡើងកើតហើយកុំឲ្យគិតដល់អនាគតកាលដែលរឿងហ្នឹងមិនទាន់កើតមាននៅឡើយអញ្ចឹងឲ្យគាត់គិតអំពីបច្ចុប្បន្នកាលហើយអាហ្នឹងក៏តែគាត់ស្ដាប់ខ្លួនឯងគាត់មានចិត្តថាធ្វើឲ្យបានហើយបើធ្វើមិនបានមានពេលខ្លះខ្ញុំក៏ធ្លាប់ខ្លួនឯងដែរគឺខ្ញុំពង្រៀនខ្លួនឯងថាមិនអង្គុយគិតនឹងចង់ឲ្យ stroke ខួរក្បាលហើយចង់ឲ្យកាំងបេះដូងថ្ងៃក្រោយឬក៏ចង់ឲ្យកើតមហារីកអញ្ចឹងទៅខ្លាចដែរពង្រៀនខ្លួនឯងអញ្ចឹងក៏ស្ដាប់ខ្លួនឯងនៅពេលដែលស្ដាប់ខ្លួនឯងឡើងបានគឺមានអ្នកជិតខាងមានអ្នកជុំវិញខ្លួនគេអាចជួយយើងបានអាចពន្យល់យើងបានហើយពេលហ្នឹងបើទោះជាយ៉ាងណាក៏យើងត្រូវតែរងាប់អារម្មណ៍ខ្លួនឯងដើម្បីទទួលយកថាអារឿងហ្នឹងវាពិតមែនណាគិតពីអតីតកាលនិងគិតពីអនាគតកាលដែលមិនទាន់កើតឡើងហ្នឹងវាមានផលប៉ះពាល់ច្រើនដល់រាងកាយរបស់យើងនៅពេលដែលយើងកើត stress គឺយើងផលិតជាតិពុលច្រើនណាស់ហើយជាតិពុលហ្នឹងអាចសម្លាប់កោសិកាគ្រប់ប្រភេទហើយសម្លាប់យ៉ាងលឿនបំផុតហើយជួសជុលមិនបានទេចា៎ហើយរវល់តែអង្គុយគិតពីការលំបាកហ្នឹងគឺការដាក់ថ្នាំទៅការព្យាបាលអីក៏វាអត់ឈ្នះគឺវាអត់ឈ្នះអាការគិតអវិជ្ជមានទាំងអស់ហ្នឹងចា៎ហើយមនុស្សមួយក្រុមទៀតដែលគាត់ stress ហ្នឹងគឺ stress ខ្លាំងមែនតើហ្នឹងគឺគាត់ឈឺជំងឺហ្នឹងគាត់ឈឺបើថាឈឺក្បាលមែនបើថាគាត់ភ័យមែនឈឺជង្គង់គាត់ឈឺមែនប៉ុន្តែនៅពេលដែលគ្រូពេទ្យរកមូលហេតុអត់ឃើញគ្រូពេទ្យថាគាត់អត់មានឈឺអីធ្វើតេស្តគ្រប់យ៉ាងទាំងអស់គ្រប់កន្លែងទាំងអស់មើលទៅអត់មានឃើញអីពេលហ្នឹងគឺគាត់ stress មែនហើយក្នុងករណីហ្នឹងគឺអ្វីដែលយើងត្រូវធ្វើគឺយើងផ្លាស់ប្ដូររបៀបធ្វើតេស្តមិនមែនធ្វើតេស្តដដែលអញ្ចឹងលទ្ធផលដែលរកអីមិនឃើញហ្នឹងគឺវាដដែលអញ្ចឹងយើងគួរតែរកវិធីផ្សេងដើម្បីធ្វើតេស្តហ្នឹងអ្វីដែលធ្វើឲ្យមនុស្ស stress ជាងគេហើយទប់មិនបានហ្នឹងគឺទៅរកក្រពេញអាដ្រីណាល់វាជាក្រពេញមួយដែលផលិតអរម៉ូន stress ផលិតអរម៉ូនដែលទប់ទល់ជាមួយ stress ផលិត neurotransmitter ដើម្បីធ្វើឲ្យខួរក្បាលទោះជា stress ក៏នៅតែភ្លេចហើយនៅតែគេងលក់នៅតែមានការសប្បាយរីករាយនៅក្នុងចិត្តផលិតមួយទៀតគឺផលិតអរម៉ូនភេទហើយអរម៉ូនភេទនេះធ្វើឲ្យមនុស្សប្រុសនិងមនុស្សស្រីនេះស្គាល់តួនាទីរបស់ខ្លួនឯងនៅក្នុងផ្ទះនៅក្នុងគ្រួសារអញ្ចឹងវាភ្លេចអាការ stress បាត់ហើយចាអញ្ចឹងទៅមើលក្រពេញអាដ្រីណាល់មើលឈាមឲ្យស៊ីជម្រៅមួយទៀតក្រពេញទីរ៉ូអ៊ីតហ្នឹងគឺជាក្រពេញមួយដែលផលិតថាមពលនៅពេលដែល stress វាផលិតអត់បានហើយមនុស្សណាក៏ដោយឲ្យតែមានថាមពលខ្ពស់ថាមពលនឹងវាពេញគឺមិនងាយ stress បើ stress តែមួយផ្លែតហើយត្រឡប់មករកភាពដើមវិញដដែលមានន័យថាថាមពលរបស់ខួរក្បាលថាមពលរបស់ផ្លូវចិត្តគឺពេញអញ្ចឹងមិនងាយ stress ទេអញ្ចឹងទៅរកធ្វើតេស្តអាក្រពេញទីរ៉ូអ៊ីតហ្នឹងឲ្យស៊ីជម្រៅដែរ